ភ្នំពេញថ្ងៃទី1ខែតុលាឆ្នាំ2013លោកជំទាវប៉ាកឿនហេប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េសេអ៊ូលលោកជំទាវក្នុងឱកាសដ៏មហានក្ខត្តរឹក្សនៃទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េតាំងនាមឲ្យរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងសូមសម្ដែងនៅអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះលោកជំទាវនិងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះប្រជាជនសាធារណរដ្ឋកូរ៉េសូមប្រកបតែសុភមង្គលនិងវិបុលសុខកំបីអខានខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបានកត់សម្គាល់ឃើញថាចំណងមិត្តភាពដ៏ប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េកំពុងមានការរីកចម្រើនយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃហើយប្រទេសយើងទាំងពីរបាននឹងកំពុងរីករាយជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានិងខ្លាំងក្លាលើគ្រប់វិស័យខ្ញុំមានជំនឿជឿជាក់ថាទំនាក់ទំនងមិត្តភាពដ៏ល្អរបស់យើងនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិយើងទាំងពីរខ្ញុំសូមលោកជំទាវមេត្តាទទួលនៅការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំនិងសូមជូនពរឲ្យលោកជំទាវទទួលបាននូវសុភមង្គលនិងជោគជ័យកាន់តែធំធេងហ៊ុនសែន